បាទជំរាបសួរលោកស្រីនាងកញ្ញាទូរទស្សនិកជនជាទីមេត្រីវិលមកជួបគ្នាបន្តជាមួយនឹងកម្មវិធីនីតិកសិកម្មរបស់ស្ថានីយ៍ទូរទស្សន៍ Town Full HD TV ព្រឹកនេះកម្មវិធីយើងខ្ញុំបានវិលមកជួបទូរទស្សនិកជនជាបន្តជាមួយនឹងសិក្ខាកម្មក៏ដូចជាជាមួយនឹងលោកគ្រូនៃសាលាកសិករក្តីសង្ឃឹមតើថ្ងៃនេះយើងមានអ្វីមកធ្វើការជម្រាបជូនដល់ទូរទស្សនិកជនសូមជិញតាមដានទស្សនាបាទឥឡូវនេះយើងមកជួបជាមួយសិក្ខាកម្មរបស់យើងហើយក៏សូមជម្រាបសួរទៅកាន់បងប្រុសបាទជំរាបសួរបាទបងប្រុសមានឈ្មោះអ្វីដែរបាទខ្ញុំឈ្មោះស៊ីនដាវដាទីនេះរស់នៅក្នុងភូមិឃុំអីដែរភូមិពពាលខែឃុំតេអិតស្រុកគៀនស្វាយខេត្តកណ្ដាលបាទអញ្ចឹងយើងនៅគិសាលាដែរទេណាបាទនៅក្នុងស្រុកគៀនស្វាយដូចគ្នាអរគុណបាទដាពាក់ព័ន្ធជាមួយនឹងថ្ងៃនេះគឺមកជួបដាគឺទៅលើការចិញ្ចឹមកង្កែបបាត់ទទេជននេះអាងកង្កែបក៏ប៉ុន្តែមិនមែនជាអាងរឹងមាំទេយើងធ្វើអំពីតង់ពីព្រោះឯការចិញ្ចឹមកង្កែបនេះកុំថាឡើយតង់ឬមួយក៏ទីតាំងបែបណាក៏យើងអាចចិញ្ចឹមបានដែរហើយតែយើងបាទក៏យើងអាចចិញ្ចឹមបានក្នុងពាងក៏បានក្នុងបាត់លូក៏បានបាទក្នុងស្រះក៏បានហើយក្នុងបាត់អាងបេតុងក៏បានអាងតង់អញ្ចឹងក៏បានដែរបាត់ទទេជនអញ្ចឹងថ្ងៃនេះមកជួបជាមួយដាពាក់ព័ន្ធជាមួយនឹងការចិញ្ចឹមកង្កែបនេះផ្ទាល់តែម្ដងដាទៅសិក្សាសាលាកសិករក្តីសង្ឃឹមប្រហែលខែមកហើយខ្ញុំទៅរយៈពេលជាចិត្តមួយឆ្នាំហើយយកមកអនុវត្តតែម្ដងបន្ទាប់ពីសិក្សាហើយឬមួយក៏យើងបាទយកមកអនុវត្តតែម្ដងបាទអញ្ចឹងក្នុងការដែលទៅទទួលការសិក្សាពីសាលាកសិករក្តីសង្ឃឹមយកមកអនុវត្តដោយការចិញ្ចឹមកែបនេះដែលគិតថាលំបាកទេក្នុងការចិញ្ចឹមនៅពេលដែលយើងបានទៅរៀនហើយពេលយើងទៅរៀនហ្នឹងយើងដំបូងគិតថាពិបាកដែរបាទដល់ពេលយើងយកមកអនុវត្តតទៅនិយាយទៅវាអត់មានពិបាកទេវាដូចយើងចេះហើយបាទយើងចេះហើយព្រោះយើងទៅរៀនបានជំនាញមកហើយបាទមុននឹងទៅរៀនហេតុអីបានមានចំណូលចិត្តទៅលើការចង់ចិញ្ចឹមកែបហើយមានធ្លាប់សាកល្បងចិញ្ចឹមពីមុនការរៀននេះបាទអត់ដែលទេគាត់ថាយើងឃើញវិជាកសិករយើងចូលចិត្តហូបកង្កែបហូបអីចឹងបាទអញ្ចឹងទៅហើយមានសាលាលោកគ្រូហ្នឹងក៏ចិត្តផ្ទះទៀតគាត់ចិត្តណាក៏ចិត្តផ្ទះទៀតអញ្ចឹងក៏សម្រាប់ចិត្តទៅរៀនតែបាទទៅរៀននៅសាលាកសិករក្តីសង្ឃឹមយើងរៀនតែកង្កែបមួយឬមួយក៏មានវគ្គអីផ្សេងដែរខ្ញុំរៀនវគ្គកញ្ចប់សត្វទូទៅនិងកង្កែបតែម្ដងបាទព្រោះសត្វទូទៅយើងអាចរៀនទៅវាចេះបានច្រើនវាមានចំសត្វលើគោកក្នុងទឹកបានទាំងអស់ប៉ុន្តែគ្រាន់តែអ្វីដែលផ្ដោតជាសំខាន់យើងយកជំនាញមួយបាទជំនាញមួយអញ្ចឹងយើងអាចនៅមានវគ្គច្រើនទៀតសត្វទូទៅមានក្នុងនោះយើងអាចទៅយកវគ្គមន់ខ្មែរពិសេសមានចំត្រីមានអីចំទៀតព្រោះសាលាមានច្រើនវគ្គសម្រាប់ផ្ដល់ជូនដល់សិក្ខាកាមតាំងពីការអនុវត្តមកដល់ពេលនេះយើងចាប់ផ្ដើមលក់បាទទៅកាន់ទីផ្សារហើយឬនៅបាទណាបាទបានទៅខ្លះហើយបានទៅខ្លះហើយណាបាទភាគច្រើនយើងលក់កង្កែបសាច់ឬមួយកង្កែបកូននេះទាំងពីរកង្កែបសាច់ក៏និងកង្កែបកូនបាទនៅក្នុងភូមិពពាលខែយើងនេះមានអ្នកចូលចិត្តចិញ្ចឹមកង្កែបដូចយើងដែរអត់ទេមានដែរគាត់ថាគាត់អត់បានទៅសិក្សាច្បាស់លាស់អញ្ចឹងទៅធ្វើឲ្យគាត់ឈប់ចិញ្ចឹមបាទចិញ្ចឹមទៅជួបបញ្ហាឈប់ចិញ្ចឹមបាទអត់ដឹងថាដោះស្រាយមិនទេបាទនេះជាបញ្ហាមួយដែលយើងគួរតែយល់ដឹងបាទទូទាំងជនជាពិសេសគឺពលករដែលទើបមកពីប្រទេសថៃដែលគិតថាធ្លាប់ធ្វើការនៅប្រទេសថៃយើងលក់ពលកម្មឲ្យគេបាទយើងដឹងថាដាច់ខែបានប្រាក់ខែហើយប៉ុន្តែដល់ពេលយើងត្រឡប់មកស្រុកខ្មែរវិញដែលអត់ទាន់មានជំនាញអីសោះយើងអាចទៅរៀនយកជំនាញបានយើងអាចទៅរៀនយកជំនាញបានដូចដាអញ្ចឹងគាត់ពីដំបូងហើយអត់ចេះចិញ្ចឹមកែបទេគាត់តែចូលចិត្តប៉ុន្តែធ្វើមិនចូលចិត្តធ្វើមកយើងទៅរៀនបាទអរគុណហើយពាក់ព័ន្ធជាមួយនឹងតាំងពីការចាប់ផ្ដើមពីសាលាមកហើយយើងយកមេបាពូជពីលោកគ្រូមកយើងជាវពីគាត់មកចែកម្លែកយកមកធ្វើមេបាពូជបន្តនេះយើងមានដៃជួបបញ្ហាអីដែលជាការគាត់សម្គាល់មួយដែលធ្វើឲ្យយើងមានភាពបរាជ័យសម្រាប់ការចិញ្ចឹមដែរទេណានិយាយទៅមានខ្លះដែរពេលយើងពេលកូនដង្កែបដោះជើងមុខបាទអានោះមានបញ្ហាខ្លះមានបញ្ហាបាទជាពិសេសដោះជើងមុខចិត្តដាច់កន្ទុយហ្នឹងដែលវាច្រើនភាគច្រើនត្រូវបាត់ទៅវិញបាទភាគច្រើនគឺវាមានបញ្ហាតិចតួចដែរតែយើងចេះដោះស្រាយអត់អីទេมันជាឧបសគ្គទេបាទมันជាឧបសគ្គតែបើយើងអត់ចេះដោះស្រាយវាជាបញ្ហាធំមែនតែពីព្រោះហ្នឹងគឺទៅកូនក្អុកទុយបាត់ប្រជាជនហើយពីដើមបងប្អូនខ្លះក៏អត់ស្គាល់ទេអាកូនក្អុកតាមស្រុកស្រែចម្ការពីដើមតែអត់ទាន់មានការលែងទាតាមវាលតាមអីសម្បូរហ្នឹងអីហ្នឹងបាទសម្បូរណាបាទប៉ុន្តែដល់ឥឡូវវាអត់មានអស់ហើយបាទទៅហងកែបបឹងកែបស្រែណាទៀតឥឡូវភ្លៀងហើយ10មេក៏អត់លឺកែបយំដែរមាននៅក្នុងអាងទេមាននៅក្នុងអាងបាទទី1ទូរទស្សនិកជនយើងចង់បញ្ជាក់បន្តិចបាទបងប្អូនប្រជាពលរដ្ឋខ្លះនៅតែមានការគិតថាចិញ្ចឹមកែបចិញ្ចឹមហូបអត់ឆ្ងាញ់ដូចកែបវាល
ប៉ុន្តែយើងត្រូវកត់សម្គាល់ចេះបាត់ទូទាំងជនអ្នកចូលចិត្តហូបបង្កែបដឹងហើយកែបចិញ្ចឹមអត់មានអៀននៅក្នុងសាច់ទេបាទហើយបើបង្កែបនៅវាលគេហៅបង្កែបបែបនៅស្រែដែលយើងរកបានហ្នឹងខែនេះច្បាស់ណាស់នឹងមានអៀនណាយើងប្រឡត់មើលទៅឃើញមានណាតែបង្កែបចិញ្ចឹមគឺអត់មានទេដោយសារវាផ្ដល់ចំណីបានល្អហើយទឹករស់នៅល្អយើងមកខាំងទុកវាបានត្រឹមត្រូវអត់មានទៅស៊ីផ្ដេសផ្ដាស់សត្វល្អិតអីញ៉ៃញ៉ៃទេតែអញ្ចឹងធ្វើឲ្យសុខភាពបង្កែបល្អហើយសាច់បើនិយាយពីរសជាតិសាច់បើអ្នកធ្លាប់ទទួលទានបានដឹងថាអេអត់ខុសគ្នាទេมันខុសគ្នាបាទឆ្ងាញ់ហើយមានអនាម័យល្អអនាម័យព្រោះយើងស្មាតវាស្អាតមកព្រោះបង្កែបចូលចិត្តរស់នៅស្អាតណាស់បាទមិនមែនថាយើងគិតថាអូបង្កែបរស់នៅអត់ស្អាតទេបង្កែបរស់នៅស្អាតណាស់បាទហើយបើសិនបើយើងមកឃើញកន្លែងចំសល់បានដឹងថាអូគេអនាម័យផងគេត្រឹមត្រូវមែនហើយបង្កែបនិយាយរួមទៅសាច់សងនៅរឿងអ្នកយកទៅចំអិននេះយើងធ្វើមិនឲ្យឆ្ងាញ់អានឹងឆ្ងាញ់បើយើងធ្វើអត់ឆ្ងាញ់ហ្នឹងហើយមិនអត់ឆ្ងាញ់ទៅសាច់កែបណាបាទទូទាំងជនសាច់ធម្មជាតិដូចតែគ្នាបាទអរគុណណាស់ដែលពាក់ព័ន្ធជាមួយនឹងការចិញ្ចឹមកែបឥឡូវនេះយើងបានបន្សុទ្ធមេបាពូជបានប្រមាណភាគរយឬបានប្រមាណមេបាពូជបានប្រមាណគូហើយមកដល់ពេលបច្ចុប្បន្នបានឥឡូវនេះប្រហែលជា400គូហើយ400គូហើយបាទខ្ញុំទុកហើយ400គូអូច្រើនមែនទែនបាទ400គូនេះបើសិនបើដល់រដូវកាលប្រកាសបានកូនច្រើនណាបាទបានកូនច្រើនព្រោះឆ្នាំក្រោយយើងត្រូវជាយើងធ្វើយ៉ាងណាផលិតកូនបានច្រើនបើសិនគេអត់មានតម្រូវការទិញកូននេះយើងទុកសាច់លក់បាទហ្នឹងយើងជាទូទៅបាទច្រើនអញ្ចឹងយើងបាទផលិតវិលជុំបានច្រើនវិលជុំបាទអញ្ចឹងយើងអាចតម្រូវការជាមួយនឹងបងប្អូនប្រជាពលរដ្ឋរបស់យើងដែលចង់មកទទួលទានកែបហើយតំបន់នេះគេមានដឹងថាយើងចិញ្ចឹមកែបនេះមានខ្លះដែរមានខ្លះហើយមានដឹងបដាណាដឹងបដាអញ្ចឹងគេចាប់ផ្ដើមសួរនៅពេលដែលដូចសុកសៅអាទិត្យអញ្ចឹងគេមកអាទិត្យអីមកដើម្បីកែបអីគេត្រូវទទួលទានសាច់កែបអីអញ្ចឹងទៅអ្នកខ្លះគេមន់ណាយសាច់គោជោគណាយអញ្ចឹងគេเอาសាច់កែបអញ្ចឹងទៅជាមួយនឹងការចិញ្ចឹមមេបាពូជដែលគិតថាការចិញ្ចឹមថែទាំមេបាពូជជាមួយនឹងការចិញ្ចឹមកែបសាច់យកលក់ទៅកាន់ទីផ្សារពិបាកខុសគ្នាក្នុងការថែទាំដែរទេមិនជាពិបាកទេព្រោះអីមេបាពូជយើងនិយាយទៅវាអត់ពិបាកហ្មងព្រោះយើងដឹងរបៀបថែទាំហើយបាទគាត់ថាវាការផ្ដល់ចំណីគាត់ខុសគ្នាតិចតួចបាទខុសគ្នាតិចតួចបាទជាការពិតសម្ងាត់ទូរទស្សនិកជនគឺលើទឹកកំហាប់ទឹកនឹងយើងមើលកែបវាមានតបៅមានអីអត់អាហ្នឹងគឺល្អឡើងមានភ័យព្រួយហើយបើកូនកែបកូនក្អុកដែលយើងបង្កាត់គឺយើងថែទាំឲ្យផុតពីក្អុកហ្នឹងមកទៅមុខហើយបាទទៅមុខហើយបាទដោយកូនក្មេងទើបបង្កើតអញ្ចឹងបើយើងអត់ចេះថែទាំគឺពិបាកដូចគ្នាអញ្ចឹងដែរនៅក្នុងតំបន់យើងនេះនៅពេលដែលបានចាប់ផ្ដើមលក់កែបសាច់ផ្ដើមដែរយើងនៅក្នុងតម្លៃបានប្រហែលនេះបច្ចុប្បន្នដែលគេមកយកដល់កន្លែងតម្លៃមួយគឺបាន8000ដែរ8000បាទបើយើងលក់ថ្លឹងគីឡូ1គីឡូក្នុងភូមិ1គីឡូ2គីឡូហ្នឹងយើងបាន10000 1គីឡូ8000 1គីឡូ10000នេះបើយើងធំបន្តិចតែ5ទេណាបើធំតែ4អីនេះតែ4 1គីឡូបាទដូចខាងនោះអី1 កន្លះគីឡូហើយហ្នឹងបាទ2អីយកទៅ2បាន1គីឡូ1គីឡូ2ថា3ចុះបាទទូទាំងជនអញ្ចឹងបើសិនមកយើងថែទាំវាឲ្យបានច្រើនរាប់ម៉ឺនក្បាលគឺបានច្រើនបានសិតតែលុយលើនឹងទាំងអស់បាទចំពោះអង្កែបនេះមួយគឺល្អមែនតើហ្មងបាទសំខាន់តែយើងខ្លាចធ្វើមិនបានតន់ទីផ្សារអត់មានបាទឯក្រោយទៅចង់បង្រិចទំហំកម្រិតណាដែរបើតាមអ្វីដែលយើងចំណេះជំនាញយើងមានហើយនេះចង់បរិចបានធំជាងហ្នឹងព្រោះអីឆ្នាំនេះយើងបានយកមកមេបាតិចបាទឆ្នាំក្រោយយើងទុកមេបាច្រើនងាយបរិចកាន់ឥឡូវយើងទៅចាប់ដើមទៅចាប់ដើមទាំងទីតាំងអីយើងមិនទាន់រៀបឲ្យបានត្រឹមត្រូវទេបាទមិនទាន់រៀបចំឲ្យបានត្រឹមត្រូវទេបាទយើងគិតថាយើងនៅតែពង្រីកក្នុងការចិញ្ចឹមកង្កែបដដែលឬមួយក៏ចង់ផ្លាស់ប្ដូររបបពីព្រោះបងប្អូនខ្លះតែចិញ្ចឹមអញ្ចឹងទៅបានរៀងកម្រិតធូរធារអីចង់លេងធ្វើកែបចង់ទៅធ្វើអីផ្សេងបាទវាអញ្ចឹងដដែលប៉ុន្តែបើសិនបើយើងចាប់អារម្មណ៍លើចំណុចនេះថ្ងៃក្រោយយើងធ្វើរោងឲ្យបានស្អាតរៀបអាងឲ្យបានត្រឹមត្រូវនោះចំណូលយើងចាប់ផ្ដើមប្រចាំថ្ងៃអីចាំថ្ងៃបាទចាំថ្ងៃឯងបងប្អូនកុំគិតថាការចិញ្ចឹមកែបនឿយហត់អត់មាននឿយអីពិបាកទេបាទតែយើងចេះដឹងថែទាំហើយរវល់ដល់មួយផ្លែតទេរវល់មួយផ្លែតទេគេអាចទៅធ្វើការអីក៏បានដែរបាទធ្វើការអីក៏បានដែរបាទទូទាំងជនហើយបើសិនជាដាអាចតិចទៀតថាកែបរៀបចំទ្រង់បានល្អចង់ទៅបន្ថែមមន់យើងអាចបន្ថែមជាមួយមន់ទាកប៉ាសិតតែល្អទាំងអស់
តែតែ បាទ យើង អ្វីដែលអាចប្រមូលយកថវិកាបានហើយយើងអត់បាច់ទៅណានៅតែផ្ទះ នៅតែក្នុងផ្ទះយើង នៅតែក្នុងផ្ទះ ទៅយើង បាទ ធ្វើយ៉ាងណាដីយើងប្រហែលយើងកុំឲ្យតនេ បាទដោយលោកគ្រូបានផ្ដល់គេហៅអនុសាសន៍អញ្ចឹង បាទ កុំទុកពេលវេលាឲ្យទំនេរកុំទុកដី1ម៉ែត្រការ៉េឲ្យនៅសល់បាទគេថាយើងអភិវឌ្ឍឲ្យអស់ អភិវឌ្ឍឲ្យអស់ សិតតលុយបាទសិតតលុយប៉ុន្តែគ្រាន់ថាបងប្អូនយើងសំខាន់ថាយើងស៊ូឲ្យអត់បងប្អូនខ្លះទៅរៀនមកបានមកធ្វើតាមចិត្តចង់បន្តិចបន្តិចអារម្មណ៍ខ្លួនឯងធ្វើទៅមិនធ្វើឲ្យទៅដល់អញ្ចឹងមានចំណូលពីណាមកហើយការចិញ្ចឹមនោះក៏ធ្វើអត់បានជោគជ័យដែរ អត់ទេ បាទអរគុណដែរថ្ងៃនេះបានផ្ដល់បទសម្ភាសន៍សម្រាប់កម្មវិធីហើយមានបណ្ដាំផ្ញើអីសម្រាប់ទូរទស្សនិកជនជាពិសេសគឺពលករដែលទើបត្រឡប់មកពីប្រទេសថៃក៏គាត់គួរតែជ្រើសរើសយ៉ាងម៉េចដើម្បីជីវភាពរបស់ខ្លួន បាទខ្ញុំសូមផ្ដាំផ្ញើដល់ពលករដែលមកពីប្រទេសក្រៅមកដល់ប្រទេសកម្ពុជាវិញ បាទ ហើយសូមឲ្យគាត់ រើសយកជំនាញ យកជំនាញចំណេះជំនាញមួយណាដែលពិតប្រាកដ បាទ នោះនឹងយើងនឹងបាន ប្រាក់ចំណូល ប្រាក់ចំណូលប្រចាំថ្ងៃមកវិញហ្នឹង បាទដូចដល់ជាដើមណាតែឥឡូវយើងចាប់ដើមមានប្រាក់ប្រចាំថ្ងៃរបស់យើង បាទបាទ បាទដំបូងយើងដឹងថាពិបាកបន្តិចហើយប៉ុន្តែបើយើងមិនស៊ូទ្រាំនឹងការលំបាកដំបូងនេះធ្វើម៉េចយើងបានជោគជ័យ ធ្វើមិនអាចជោគជ័យ បាទអរគុណដែរដែលបានផ្ដល់បទសម្ភាសន៍ហើយយើងសូមបន្តទៅជួបជាមួយលោកគ្រូសាលាកសិករក្តីសង្ឃឹមបន្តទៀតបាទជំរាបសួរ បាទសួរ សុខសប្បាយជាទីលោកគ្រូ បាទអរគុណសុខទុក្ខដូចសពដងដែរបាទ អរគុណលោកគ្រូថ្ងៃនេះគឺកម្មវិធីមកជួបសម្ភាសន៍ជាមួយលោកគ្រូតែម្ដងបាទដែលសប្តាហ៍ម្ដងយើងបានជួបសម្ភាសន៍ជាមួយសិក្ខាកាមបន្ទាប់ពីបញ្ចប់ការសិក្សាទៅធ្វើការអនុវត្តដោយផ្ទាល់លោកគ្រូថ្ងៃនេះដោយសារតែរដូវកាលនេះបើតាមការលើកឡើងពីលោកគ្រូថាយើងដល់រដូវកាលបង្កាត់កង្កែបបាទរដូវកាលបង្កាត់ពូជកង្កែបអញ្ចឹងពូជកង្កែបរដូវកាលនេះគឺយើងចាប់ផ្ដើមធ្វើការបង្កាត់ពូជហើយនៅក្នុងនោះថាតើការបង្កាត់ពូជកង្កែបនេះសម្រាប់ការបង្កាត់ទៅលើកង្កែបធម្មជាតិមួយឆ្នាំយើងបង្កាត់បានប្រមាណដងហើយកង្កែបប្រសិនបើយើងចង់បង្កាត់វិញក្រៅពីគោលការណ៍ធម្មជាតិតើយើងអាចធ្វើបានប្រមាណវគ្គដែរក្នុងមួយឆ្នាំអញ្ចឹងក៏សូមអនុញ្ញាតជម្រាបសួរជាថ្មីទៅកាន់លោកគ្រូពាក់ព័ន្ធជាមួយនឹងការបង្កាត់កង្កែបបែបធម្មជាតិតើយើងចាប់ធ្វើពីពេលណាខែណាហើយក្នុងមួយឆ្នាំយើងអាចធ្វើបានប្រមាណដងដែរ បាទអរគុណលោកសុភ័ក្រសម្រាប់សំណួរមួយនេះដោយសារប្រជាពលរដ្ឋរបស់យើងគាត់កំពុងតែមានទំនោរប្រធានបទនៃការបង្កាត់ពូជភក់កង្កែបតាមគោលការណ៍ធម្មជាតិអញ្ចឹងជាទូទៅនៅតាមគោលការណ៍ធម្មជាតិកង្កែបចាប់ផ្ដើមបង្កាត់ពូជគឺពីចាប់ពីខែ3រហូតដល់ខែ5ហើយវាកំពុងតែបង្កាត់ពូជខ្លាំងនៅខែ4ដែលជារដូវធ្លាក់ភ្លៀងដំបូង បាទនេះគឺជាការបង្កាត់ពូជរបស់សត្វកង្កែបក្នុងមួយរដូវបែបគោលការណ៍ធម្មជាតិហើយក៏ឃើញថាបងប្អូនយើងសពថ្ងៃកំពុងតែអ្នកខ្លះក៏បង្កាត់តាមបែបធម្មជាតិអ្នកខ្លះក៏បង្កាត់បែបវិទ្យាសាស្ត្រដោយប្រើប្រាស់អរម៉ូនអញ្ចឹងការបង្កាត់បែបធម្មជាតិនេះយើងធ្វើឲ្យការយើងចំណាយពេលវេលាច្រើនបាទគ្រប់គ្រងមួយបានពូជច្រើនតែទិន្នផលយើងបានទាបអញ្ចឹងហើយបានសាលាយើងបង្វិលមកការបង្កាត់បែបវិទ្យាសាស្ត្របាទ បាទជាការពិតបាទដោយដែលកម្មវិធីតែងតែធ្វើបទសម្ភាសន៍ជាមួយសិក្ខាកាមក៏ដូចជាលោកគ្រូពាក់ព័ន្ធជាមួយនឹងការបង្កាត់ពូជកង្កែបនៅក្នុងនោះទាំងគោលការណ៍ធម្មជាតិនិងគោលការណ៍បែបវិទ្យាសាស្ត្រលោកគ្រូពាក់ព័ន្ធជាមួយនឹងគោលការណ៍ធម្មជាតិដោយដែលលោកគ្រូបានជម្រាបជូនគឺនៅក្នុងចាប់ពីខែ3ខែ4ខែ5បាទចំណែកឯគោលការណ៍បែបវិទ្យាសាស្ត្រតើយើងអាចបង្កាត់បានប្រមាណដងក្នុងមួយវគ្គឬមួយក៏ក្នុងមួយឆ្នាំតែប៉ុណ្ណោះបាទ បាទអរគុណសុភ័ក្រសម្រាប់សំណួរមួយនេះអ្វីដែលខ្ញុំចង់បានគឺការបង្កាត់ពូជបែបវិទ្យាសាស្ត្រដោយសារយើងការផលិតកម្មនៃការចិញ្ចឹមសត្វកង្កែបយើងទី1យើងត្រូវការផ្គត់ផ្គង់បរិមាណផលិតកម្មកូនកង្កែបដូចជាកង្កែបសាច់មួយឆ្នាំទល់មួយឆ្នាំទើបយើងអាចប្រកួតប្រជែងទៅលើទីផ្សារបានបើសិនជាយើងផ្ដេកព្រួលទៅលើការផ្ដល់ឲ្យតាមរយៈតាមគោលការណ៍ធម្មជាតិគឺយើងមិនមានឱកាសក្នុងការផ្គត់ផ្គង់ទៅលើសាច់កង្កែបក៏ដូចជាកូនកង្កែបបានទេអញ្ចឹងការបង្កាត់ពូជបែបវិទ្យាសាស្ត្រដែលយើងប្រើប្រាស់ថាដោយចាក់អរម៉ូនកំណត់ពេលវេលាទៅលើមេបាពូជគឺអាស្រ័យទៅលើសមត្ថភាពរបស់អ្នកចិញ្ចឹមនិងអ្នកបង្កាត់ថាតើកង្កែបផ្ដល់សញ្ញាភេទបែបណាខ្លះដែលយើងអាចបង្កាត់បានសរុបរួមឲ្យខ្លីការបង្កាត់ពូជបែបវិទ្យាសាស្ត្រដោយប្រើប្រាស់អរម៉ូននេះគឺមិនកំណត់ខែទេឲ្យតែមេបាពូជចាប់ផ្ដើមផ្ដល់សញ្ញាភេទគឺយើងអាចបង្កាត់បានដូចជាក់ស្ដែងនៅសាលារបស់យើងការបង្កាត់ពូជកង្កែបនេះគឺយើងអត់មានទំនេរទេមួយឆ្នាំទល់មួយឆ្នាំគឺយើងធ្វើការបង្កាត់ជាបន្តបន្ទាប់ដោយសារកត្តាសំខាន់គឺបងប្អូនយល់អំពីការគ្រប់គ្រងមេបាពូជនិងរបៀបនៃការផ្ដល់អាហារដល់មេបាពូជតើធ្វើយ៉ាងណាដើម្បីឲ្យមេបាពូជមានការវិវត្តនិងផ្ដល់ទៅលើកសោមពងក៏ដូចជាមេបាដែលមានអត្រានិងកម្លាំងធម៌ពលខ្លាំងក្នុងការផ្គត់ផ្គង់មូលកលទឹកស្ពាំទៅដល់មេហើយមេមានទូនាទីក្នុងការបង្កើតកសោមពងបានតាមរដូវនីមួយៗតើយើងត្រូវផ្គត់ផ្គង់របបចំណីបែបណាខ្លះដើម្បីឲ្យកង្កែបរបស់យើងផ្ដល់នូវកសោមពងនិងមានសុខភាពល្អក្នុងការបន្តពូជបាទ ជាការពិតទូរទស្សនិកជនជាទីមេត្រីបច្ចុប្បន្ននេះឃើញថាមានសិក្ខាកាមច្រើនដែលបានមកទទួលការបណ្ដុះបណ្ដាលពីសាលាកសិករក្តីសង្ឃឹមយកទៅអនុវត្តទៅលើវគ្គចិញ្ចឹមកែបពិសេសបាទទូរទស្សនិកជនហើយក្នុងនោះគឺសាលាក៏បានផ្ដល់ច្រើននៅចំណេះដឹងទាំងការបង្កាត់
គោលការណ៍ធម្មជាតិនិងបែបវិទ្យាសាស្ត្រក៏ប៉ុន្តែក៏មានបាត់សិក្ខាកម្មខ្លះឬមួយប្រជាពលរដ្ឋខ្លះចេះតគ្នាយកទៅអនុវត្តដែរនៅក្នុងការបង្កើតគោលការណ៍ទាំងបែបធម្មជាតិនិងវិទ្យាសាស្ត្រលោកគ្រូបើតាមគោលដៅរបស់សាលាដែលបច្ចុប្បន្នដែលមកដល់ពេលនេះតាំងពីអតីតកាលមកដល់ពេលនេះដែលសាលាបានបង្កើតនៅថ្នាលបណ្ដុះបណ្ដាលទៅលើវិស័យកសិកម្មនេះសម្រាប់គោលដៅរបស់សាលាវិញថាតើយើងគួរតែមានវិធីសាស្ត្រជំរុញបែបម៉េចពីព្រោះប្រជាជនខ្លះគាត់ចាប់ផ្ដើមអនុវត្តដោយមិនមានចំណេះដឹងនៅក្នុងនោះតើគោលការណ៍របស់សាលាយើងគួរតែត្រូវតែទាមទារនៅការមកសិក្សារៀនសូត្រជាចាំបាច់ឬមួយយ៉ាងម៉េចដែរបាទអរគុណសុភ័ក្រចំពោះសំណួរមួយនេះគឺជាសំណួរដែលអភិវឌ្ឍសង្គមយើងមែនទែនដោយសារសង្គមអភិវឌ្ឍបានអាស្រ័យប្រជាពលរដ្ឋដែលពោពេញទៅដោយជំនាញនិងចំណេះដឹងពិតប្រាកដអញ្ចឹងការលើកទឹកចិត្តនិងអនាគតរបស់សាលាគឺសាលាចង់ឲ្យប្រជាកសិកររបស់យើងទី1បំបត្តិភាពក្រីក្របានការបំបត្តិភាពក្រីក្របាននេះលុះត្រាតែប្រជាពលរដ្ឋយើងទាំងអស់គ្នាចូលរួមពាក្យថាចូលរួមគឺបងប្អូនដែលគាត់មិនទាន់មានជំនាញអត់ទាន់មានចំណេះអ្នកមិនចេះអក្សរក្តីគាត់ចូលរួមស្ដាប់ចូលរួមទទួលយកចំណេះចំណេញផ្សេងៗដើម្បីទៅបង្កើតអាជីវកម្មទៅក្នុងលំនៅឋានរបស់ខ្លួនបើបងប្អូនមិនចូលរួមក្នុងការយកចំណេះចំណេញទាំងអស់នេះទៅបង្កើតអាជីវកម្មហើយបងប្អូនគ្រាន់តែនិយាយថាវាមិនអីទេគ្រាន់តែធ្វើតគ្នាជារឿងមួយបានក៏ប៉ុន្តែវាត្រូវប្រើរយៈពេលត្រូវប្រើពេលវេលាត្រូវប្រើធនធានច្រើនពិសោធន៍ចុះពិសោធន៍ឡើងរហូតដល់បងប្អូនខ្លះក៏ពិសោធន៍រហូតដល់បាក់ស្បាតតែម្ដងដោយសារទទួលផលមិនបានសមប្រកបនឹងអ្វីដែលបងប្អូនបានចំណាយពេលវេលាក៏ដូចជាពលកម្មនិងដើមទុនវិនិយោគអញ្ចឹងហើយខ្ញុំតែងតែលើកទឹកចិត្តបងប្អូនទាំងអស់គ្នាការធ្វើអ្វីក៏ដោយទោះបីបងប្អូនមានលុយតិចតួចស្រួចស្ដាយខនសន្សំពីណាពីណីមកក្នុងបង្កើតអាជីវកម្មមួយសូមលើកទឹកចិត្តឲ្យបងប្អូនបង្កើតអាជីវកម្មដោយជំនាញចំណេះពិតប្រាកដទើបបងប្អូនទម្លាក់ទុនវិនិយោគបងប្អូនមានឱកាសក្នុងការការពារទុនវិនិយោគបានអរគុណណាស់បាទលោកគ្រូពាក់ព័ន្ធជាមួយនឹងវគ្គនេះគឺតែកម្មវិធីមកជួបសម្ភាសជាមួយលោកគ្រូផ្ទាល់អំពីការដល់វគ្គរយការបង្កាត់កង្កែបទាំងបែបគោលការណ៍ធម្មជាតិនិងបែបវិទ្យាសាស្ត្រលោកគ្រូពាក់ព័ន្ធជាមួយនឹងសាលាវិញសម្រាប់ការបង្ហាត់បង្រៀនលើវគ្គការចិញ្ចឹមកង្កែបថ្ងៃនេះយើងនិយាយពីកង្កែបពីព្រោះឥឡូវនេះកំពុងតែលើកង្កែបយំហើយព្រោះទ្រទានជនដល់រដូវកាលទៅបង្កាត់ពូជហើយសម្រាប់ទីតាំងនេះគឺយើងជាទីតាំងអាងសម្រាប់ផ្ដល់នៅការចិញ្ចឹមកង្កែបលោកគ្រូពាក់ព័ន្ធជាមួយនឹងសាលាវិញយើងមានគោលការណ៍ក្នុងការចិញ្ចឹមទៅលើបែបអាងឬមួយក៏បែបធម្មជាតិបែបណាខ្លះទៀតដែរទេដើម្បីឲ្យសិស្សមានការចាប់អារម្មណ៍ឬមួយក៏សិក្ខាកាមរបស់យើងមកបន្តទទួលយកនឹងការសិក្សាពីសាលាកសិកម្មបាទអរគុណសុភ័ក្រចំពោះការចិញ្ចឹមកង្កែបនៅទីនេះគឺយើងមានបដិបដាលច្រើនជំនាញច្រើនវិធីសាស្ត្រច្រើនយុទ្ធសាស្ត្រដើម្បីបត់បែនធ្វើយ៉ាងណាឲ្យកាត់បន្ថយថ្លៃដើមផលិតឲ្យបាន 100% ក្នុងន័យប្រកួតប្រជែងទៅលើតម្លៃទីផ្សាររបស់ប្រទេសជិតខាងរបស់យើងដោយសារប្រជាពលរដ្ឋយើងសប្តាហ៍ថ្ងៃកំពុងតែមានការប្រកបអាជីវកម្មចិញ្ចឹមកង្កែបច្រើនក៏ប៉ុន្តែគាត់មិនទាន់អាចមានតម្លៃមួយប្រកួតប្រជែងទីផ្សារបានទេទី1គាត់មិនទាន់ចេះផលិតកូនកង្កែបដោយខ្លួនឯងទី2អ្នកផលិតកូនកង្កែបតែគាត់ផលិតតគ្នានេះអត់មានចំណេះដឹងច្បាស់លាស់គាត់ធ្វើឲ្យការផលិតកូនកង្កែបមានតម្លៃខ្ពស់ដូច្នេះគាត់ទាមទារលក់តម្លៃកូនកង្កែបក៏ខ្ពស់ដែរអញ្ចឹងការណាលក់តម្លៃកូនកង្កែបខ្ពស់ក៏ធ្វើឲ្យអ្នកយកទៅចិញ្ចឹមក៏អត់មានប្រាក់ចំណេញទើបបោះបង់ចោលក្នុងការចិញ្ចឹមអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាមកចូលរួមក្នុងការបង្កាត់ពូជញាស់កង្កែបដើម្បីទៅផលិតកូនកង្កែបចិញ្ចឹមដោយខ្លួនឯងដើម្បីបែងចែកការចិញ្ចឹមនៅការចិញ្ចឹមនេះយើងអាចចិញ្ចឹមបែបឧស្សាហកម្មការចិញ្ចឹមបែបឧស្សាហកម្មបងប្អូនមានជម្រើសជាច្រើនដែលអាចធ្វើការចិញ្ចឹមដោយក្នុងអាងក៏បានក្នុងស្រែស្រូវក៏បានក្នុងស្រះត្រីក៏បានបាទការចិញ្ចឹមបែបឧស្សាហកម្មនេះតម្រូវឲ្យយើងទាមទារមានទុនវិនិយោគត្រឹមត្រូវក្នុងការចិញ្ចឹមកង្កែបដោយគេហៅថាចិញ្ចឹមក្នុងអាងបាទចិញ្ចឹមក្នុងអាងឬក៏ធ្វើការចិញ្ចឹមនៅក្នុងស្រះត្រីតែម្ដងបាទចិញ្ចឹមឧស្សាហកម្មនេះបាទអញ្ចឹងទី2បងប្អូនអាចអ្នកដែលគ្មានលទ្ធភាពក្នុងការចិញ្ចឹមបែបឧស្សាហកម្មទេបងប្អូនអាចធ្វើការរៀបកាត់ពូជញាស់ដើម្បីចិញ្ចឹមកង្កែបនៅក្នុងស្រែស្រូវឬក៏បងប្អូនអាចចិញ្ចឹមនៅទីតាំងណាផ្សេងៗតែអ្វីដែលគោលការណ៍សំខាន់របស់សាលាចង់ឲ្យបងប្អូនចេះចិញ្ចឹមទី1ការចិញ្ចឹមកង្កែបក្នុងអាងបែបឧស្សាហកម្មទី2បងប្អូនចិញ្ចឹមបែបបន្ទាប់បន្សំដោយគ្រាន់តែមានដីតូចមួយបងប្អូនអាចចិញ្ចឹមនៅក្នុងចំការចេកចំការស្វាយដំណាំផ្សេងៗបងប្អូនអាចចិញ្ចឹមបានទី3បងប្អូនអាចរៀបចំដាំស្រូវចិញ្ចឹមដាំស្រូវមកចិញ្ចឹមកង្កែបបាទវិធីសាស្ត្រនេះហើយនឹងទី4វិធីសាស្ត្រនៃការចិញ្ចឹមកង្កែបនៅក្នុងស្រះត្រីនិងទី5បងប្អូនអាចចិញ្ចឹមកង្កែបជាកង្កែបគោកឬក៏ហៅថាកង្កែបក្រាំងកង្កែបក្នុងវាលស្រែស្រូវបងប្អូនមានវិធីសាស្ត្រជាច្រើនដែលកាត់បន្ថយថ្លៃដើមផលិតរបស់បងប្អូនហើយបងប្អូនអាចចំណាយទុនតិចបំផុតដែលខ្ញុំលើកទឹកចិត្តឲ្យបងប្អូនធ្វើការអ្នកដែលមិនមានលទ្ធភាពចិញ្ចឹមបែបឧស្សាហកម្មងាកមករៀនបង្កាត់ពូជភ្ញាស់បែបគោលការណ៍ធម្មជាតិតាមដំណើរការរបស់យើងដែលយើងចង់បានហើយផលិតកូនដើម្បីចិញ្ចឹមកង្កែបគោកកង្កែបក្រាំងរបស់យើងពីព្រោះកង្កែបគោកកង្កែបក្រាំងនេះបងប្អូនពុំចាំបាច់ចំណាយលុយអាង
ពុំចាំបាច់ចំណាយលុយរោងពុំចាំបាច់ចំណាយលុយក្នុងការប្រើថ្នាំព្យាបាលជំងឺពុំចាំបាច់ចំណាយលុយក្នុងការកែទឹកដើម្បីចិញ្ចឹមបង្កាត់ពូជញាស់ទេបងប្អូនរៀនវិធីសាស្ត្រក្នុងការបង្កាត់ពូជកង្កែបគោកង្កែបក្រាំងនិងចិញ្ចឹមកង្កែបក្រាំងនេះគឺមានអំណោយផលច្រើនមែនទែនបាទអញ្ចឹងមានវិធីសាស្ត្រនិងយុទ្ធសាស្ត្រជាច្រើនទៀតដើម្បីដឹកនាំឲ្យបងប្អូនបង្កើតអាជីវកម្មបង្កាត់ពូជញាស់កង្កែបមិនមានហានិភ័យកើតឡើងលើតម្លៃទីផ្សារក៏ដូចជាអ្វីផ្សេងៗដែលពាក់ព័ន្ធលើអាជីវកម្មកង្កែបលើកទឹកចិត្តឲ្យចូលរួមដោយសារចិញ្ចឹមកង្កែបគោកមានឱកាសច្រើនណាស់សម្រាប់បងប្អូនទាំងកង្កែបបែបឧស្សាហកម្មយើងត្រូវចិញ្ចឹមម៉េចឲ្យកង្កែបមាន1គីឡូក្រាម4000បងប្អូនអាចចិញ្ចឹមបានតើគេត្រូវអនុវត្តបែបណាខ្លះនិងយុទ្ធសាស្ត្រនៃការចិញ្ចឹមខ្ញុំឃើញថាបងប្អូនចិញ្ចឹមកង្កែបក្នុងអាងមួយថ្ងៃដូរទឹក3ដងអញ្ចឹងយើងអាចឲ្យកែប្រែពីមួយថ្ងៃ3ដងយើងអាចមកដូរ10ថ្ងៃម្ដងឬក៏10ថ្ងៃ2ដងយើងអាចធ្វើកម្មវិធីអស់នេះគ្រាន់តែយើងគិតអំពីទឹកគឺគិតថាកាត់បន្ថយថ្លៃដើមបានរួចទៅហើយប៉ុន្តែអ្វីដែលគោលការណ៍សំខាន់យើងរក្សានៅអំពីគុណភាពទឹកដើម្បីរក្សាបាននូវគុណភាពសាច់កង្កែបបាទកាត់បន្ថយការបាត់បង់កង្កែបដោយគ្មានមូលហេតុអញ្ចឹងមានអត្រាច្រើនណាស់ដែលបងប្អូនយើងកំពុងជួបប្រទះដូចជាកង្កែបហើមពោះបើកង្កែបមានទឹកនៅក្នុងខ្លួនកង្កែបដំបៅបាទក្រោយភ្លៀងមួយមេកង្កែបងាប់ពេញអាងបងប្អូនមិនមានដំណោះស្រាយដូចជាកូនក្អុកអាយុ1ដល់3ថ្ងៃរលួយកូនក្អុកអាយុ8ថ្ងៃរលួយកូនក្អុក18ថ្ងៃរលួយនិងកូនក្អុកដែលវារៀបចំដុសជើងមុខហើយស្រាប់តែងាប់ទៅវិញមិនដឹងមូលហេតុកត្តាទាំងនោះទាំងអស់នោះបងប្អូនចូលរួមមានខ្ញុំបាទសីមនហតដែលគ្រប់គ្រងសាលាកសិករក្តីសង្ឃឹមដឹកនាំនិងជួយជំរុញជំរឿនកែតម្រង់ទាំងអស់នេះជូនដល់បងប្អូនពុកម៉ែកសិករយើងបានបាទសូមអរគុណអរគុណណាស់លោកគ្រូបាទទូរទស្សនិកជនចិត្តឃើញថានេះគឺជាអ្វីដែលជាការលើកឡើងជាគោលការណ៍ពីសាលាកសិករក្តីសង្ឃឹមនៅក្នុងការផ្ដល់ជូនដល់ទូរទស្សនិកជនដែលកំពុងតាមដានទស្សនាជាពិសេសប្រសិនបើទូរទស្សនិកជនចង់ក្លាយជាសិក្ខាកម្មមកទទួលការបណ្ដុះពីសាលាកសិករក្តីសង្ឃឹមគឺអាចទំនាក់ទំនងមកកាន់សាលាបានដែលមានលោកគ្រូរងចាំទទួលស្វាគមន៍សម្រាប់ធ្វើការបង្រៀនជូនដល់បាទសិក្ខាកម្មរបស់យើងផងដែរនោះលោកគ្រូពាក់ព័ន្ធទៅនឹងដូចដែលលោកគ្រូបានលើកឡើងពីព្រោះអីបងប្អូនយើងមួយចំនួនអំពីគោលការណ៍នៃការភ្ញាស់កង្កែបពេលខ្លះចេះភ្ញាស់បានហើយអត់ចេះថែរក្សាកូនកង្កែបកូនក្អុករលួយឬមួយកង្កែបមានឈឺស្កាត់ងាប់ទៅតាមអ្វីដែលគេហៅថាសិក្ខាកម្មរបស់យើងម្នាក់មិនបានទទួលនៅចំណេះដឹងពិតប្រាកដទាំងនេះសម្រាប់គោលការណ៍នៃសាលាវិញថាតើលោកគ្រូមានអ្វីដើម្បីធ្វើការជំរុញបន្ថែមគួរតែប្រជាពលរដ្ឋរបស់យើងត្រូវតែមកសិក្សាឬមួយក៏យ៉ាងម៉េចកុំឲ្យតាមការមើលឃើញចេះតែបន្តធ្វើការអនុវត្តចិញ្ចឹមតគ្នាដែលធ្វើឲ្យមានផលបាត់បង់ខ្លាចទៅជាការបាក់ស្បាតបញ្ឈប់នៅការចិញ្ចឹមកង្កែបដោយសារតែខ្លួនមានចំណូលចិត្តផងដែរនោះបាទអរគុណសុភ័ក្រចំពោះសំណួរមួយនេះខ្ញុំក៏លើកទឹកចិត្តដល់បងប្អូនដែលនិយមការសិក្សាតាមអនឡាញដែលអត់យល់ច្បាស់អំពីលក្ខណៈជីវសាស្ត្ររបស់សត្វកង្កែបដែលរកពីពងដល់កូនក្អុកពីកូនក្អុករកង្កែបសាច់ឃើញថាឥឡូវនេះឃើញថាកំពុងតែផុសផុលការសិក្សាតាមប្រព័ន្ធអនឡាញបងប្អូនត្រូវគិតអំពីអាជីវកម្មមួយដែលបើកត្រឹមត្រូវបងប្អូនគួរតែមកដល់អ្នកដែលមានជំនាញច្បាស់លាស់ក្នុងការបញ្យល់ដឹកនាំបត់បែននិងសកម្មភាពផ្ទាល់ដើម្បីឲ្យបងប្អូនយល់ថាតើដើម្បីការពារការរលួយកូនក្អុកបាននឹងការពារនៃកូនកង្កែបញាស់មកនៅរលួយរយៈពេល3ថ្ងៃតើគេត្រូវការត្រួតពិនិត្យកំហាប់ទឹកបែបណាខ្លះនិងកែសម្រួលទឹកបែបណាមុននឹងដាក់កង្កែបចូលបង្កាត់ពូជនិងកំឡុងពេលដែលកូនក្អុកចាប់ផ្ដើមញាស់តើត្រូវគ្រប់គ្រងកំហាប់ទឹកបែបណាពីចន្លោះណាទៅចន្លោះណាដែលវាប្រែប្រួលហើយមុននឹងការប្រែប្រួលតើយើងត្រូវប្រើវិធានការបែបណាខ្លះដើម្បីកុំឲ្យឈានដល់ហានិភ័យកើតឡើងអញ្ចឹងចំណុចសំខាន់ទាំងអស់នេះបងប្អូនប្រកាសណាស់មិនទាន់ជួបមិនទាន់បានយល់ទេជាពិសេសគឺបងប្អូនដែលកំពុងតែបង្កាត់ពូជញាស់កង្កែបតាមដំណគ្នានេះក៏មានជួបបញ្ហាទាំងអស់ហ្នឹងគាត់ឆ្លើយគាត់ច្រើននិយាយថាការបង្កាត់ពូជកង្កែបរបស់គាត់ជួនកាលបានជួនកាលមិនបានជួនកាលភ្ញាស់ឃើញថាពងញាស់ល្អស្រាប់តែ3ថ្ងៃមករលួយអស់ជួនកាលអ្នកខ្លះគាត់ញាស់ទៅឃើញថាវាមិនរលួយទេនៅ3ថ្ងៃស្រាប់តែដល់ថ្ងៃទី8រលួយអស់ទៅវិញអញ្ចឹងកត្តាទាំងអស់នេះវាបណ្ដាលមកពីកត្តាអ្វីខ្លះបងប្អូនមកចូលរួមវគ្គសិក្សាខ្ញុំបញ្យល់ថាកត្តារលួយនៅថ្ងៃទី1ដល់ថ្ងៃទី3តើវាបង្កមកពីកត្តាអ្វីថ្ងៃទី3ដល់ថ្ងៃទី8វាបង្កដោយកត្តាអ្វីពី8ដល់14កត្តាអ្វីកត្តា14ដល់ថ្ងៃទី25វាកត្តាអ្វីហើយយើងសម្របសម្រួលឲ្យវាដោយរបៀបណាខ្លះយើងគ្រាន់តែរៀបចំរបៀបវិរៈបែបនេះកាលណាយើងគេត្រូវបញ្ជាទិញកូនកង្កែបរបស់យើងអាចកំណត់ពេលវេលាឲ្យគេមកទទួលកូនកង្កែបបានតែបើសិនជាយើងអត់ចេះវិធីសាស្ត្រអស់នេះទេការកំណត់គឺយើងឆ្លើយមិនហ៊ានឆ្លើយទទួលជាមួយគេទេបាទបើសិនយើងមានគោលដៅពិតយើងថាឥឡូវមានមេបាពូជក្នុងអាងរបស់យើងគេមកបញ្ជាទិញយើងត្រូវតែទទួលគេភ្លាមហើយកំណត់ពេលវេលាដើម្បីឲ្យគេមកយកកូនកង្កែបពីយើងទៅធ្វើបែបនេះទើបយើងអាចផ្គត់ផ្គង់កូនកង្កែបបានតាមបរិមាណតម្រូវការរបស់ទីផ្សារបានបាទ
អរគុណណាស់បាទលោកគ្រូហើយក៏ដូចជាទូរទស្សនិកជនដែលកំពុងតាមដានទស្សនាជាមួយនឹងកម្មវិធីអញ្ចឹងឃើញថាថ្ងៃនេះបាទទូរទស្សនិកជនបានតាមដានទស្សនានឹងបានស្វែងយល់អំពីអ្វីដែលជាវិធីសាស្ត្រក្នុងការចិញ្ចឹមកង្កែបក្នុងពេលបច្ចុប្បន្នដើម្បីតម្រូវទៅកាន់ទីផ្សារពីព្រោះឥឡូវនេះមានប្រជាជនយើងច្រើនដែលមកខ្លាយទៅជាសិក្ខាកម្មបានទទួលការបណ្ដុះបណ្ដាលពីសាលាកសិករក្តីសង្ឃឹមយកទៅអនុវត្តអញ្ចឹងឃើញថាលោកគ្រូបានធ្វើការជម្រាបជូនរួចមកហើយប្រសិនបើទូរទស្សនិកជនចង់បានចំណេះជំនាញពិតប្រាកដអរគុណណាស់លោកគ្រូថ្ងៃនេះដែលបានផ្ដល់បទសម្ភាសន៍ហើយសម្រាប់សាលាវិញមានអ្វីនឹងផ្ដល់ជូនសម្រាប់សិក្ខាកម្មនៅពេលដែលគាត់ចាប់អារម្មណ៍មកក្នុងការសិក្សានៅសាលាកសិករក្តីសង្ឃឹមហើយនោះសម្រាប់ការផ្ដល់ជូនដោយសារយើងត្រូវគិតអំពីទាំងសុវត្ថិភាពទាំងការត្រឡប់ទៅវិញអញ្ចឹងទី1នៅសាលារបស់យើងបានបង្កើតទីតាំងថ្មីនេះបាទគឺមានទីតាំងសម្រាប់គាត់ស្នាក់នៅមានកន្លែងសម្រាប់គាត់ធ្វើអាហារហូបចុកបាទមានកន្លែងសម្រាប់គាត់អង្គុយកម្សាន្តបាទមានទឹកភ្លើង complete សពបែបយ៉ាងទាំងអស់និងអ្វីដែលសំខាន់បាទជូនត្រឡប់ទៅវិញនៅពេលដែលគាត់ចេញមកគាត់ថាមិននឹងទៅស្នាក់នៅណានៅទីនេះមានបាទអញ្ចឹងបងប្អូនអាចមានភាពកក់ក្ដៅបានចំពោះសាលាកសិករក្តីសង្ឃឹមដែលមានខ្ញុំបាទស៊ីមិនហូតជាអ្នករំលំហើយក្នុងនោះក៏ប្រឹងប្រែងគ្រប់បែបយ៉ាងទាំងអស់បងប្អូនឧស្សាហ៍ឃើញហើយបាទខ្ញុំនឹងប្រឹងប្រែងគ្រប់គ្រងទៅលើសម្ភារៈទាំងពូជមន់ខ្មែរបាទបងប្អូនតែគ្រាន់ថាយើងត្រូវយល់អំពីប្រវត្តិពូជមន់ខ្មែរបាទសាលាយើងមានគុតគង់ពូជមន់ខ្មែរនិងពូជស័ព្ទគ្រប់ប្រភេទនៅក្រៅពីនោះសម្ភារៈសិក្សាបងប្អូនដែលសិក្សាពីការចិញ្ចឹមមាន់គឺសាលាយើងមានគ្រប់បែបយ៉ាងទាំងអស់ទៅលើសម្ភារៈសម្រាប់ធ្វើការចិញ្ចឹមមាន់ទាំងថ្នាំទាំងឧបករណ៍ពិនិត្យមើលប្រព័ន្ធមេជីវិតរបស់សុទ្ធមាន់ទាំងឧបករណ៍ប្រើប្រាស់ទៅលើទូភ្ញាស់ទាំងឧបករណ៍ប្រើប្រាស់ទៅលើគ្រប់គ្រងក្នុងស្ថានភាពត្រង់បាទបងប្អូនកុំបាច់បារម្ភនៅទីនេះគឺមានរៀនជំនាញមាន់យើងមានសម្ភារៈបរិក្ខារបំពាក់លើទ្រុងមាន់និងសម្ភារៈសម្រាប់ព្យាបាលជំងឺនិងសម្ភារៈសម្រាប់តាមដានសភាពការនៅក្នុងទ្រុងមាន់បើបងប្អូនរៀនអំពីត្រីគឺយើងមានទាំងសម្ភារៈតាមដានកំហាប់ទឹកនៅក្នុងទឹកមានថ្នាំសម្រាប់កែទឹកព្យាបាលជំងឺទឹកនិងថ្នាំសម្រាប់ព្យាបាលជំងឺត្រីនិងមានអាហារបំពន់សម្រាប់ជំរុញការធំធាត់ក៏ដូចជាថ្នាំព្យាបាលជំងឺគ្រប់ប្រភេទនិងបងប្អូនដែលចង់ផលិតចំណីយើងមានឧបករណ៍និងសម្ភារៈសម្រាប់ផលិតចំណីគ្រប់ប្រភេទទាំងចំណីសត្វក្នុងទឹកលើគោកនិយាយរួមទៅសម្ភារៈយើងគឺមានគ្រប់យ៉ាងទាំងអស់ដើម្បីផ្គត់ផ្គង់ដល់កសិកររបស់យើងទូទាំង24ខេត្តក្រុងអរគុណបាទលោកគ្រូដែលបានផ្ដល់នៅអ្វីដែលជាទំនុកចិត្តសម្រាប់សិក្ខាកម្មដែលមានបំណងចង់មកសិក្សានៅសាលាកសិករក្តីសង្ឃឹមលោកគ្រូសម្រាប់កម្មវិធីសិក្សាវិញសាលាមានអ្វីផ្ដល់ជូនដល់សិក្ខាកម្មរបស់យើងដែលឧបមាថាតោះមានអារម្មណ៍ឬមួយមានចំណង់ចំណូលចិត្តជាពិសេសគឺពលករខ្មែររបស់យើងដែលទើបទៅវិលត្រឡប់មកពីប្រទេសថៃប៉ុណ្ណេះនោះតើមានកម្មវិធីសិក្សាអ្វីបន្ថែមសម្រាប់វគ្គបន្តទៀតខ្លះ11ឆ្នាំ2025នេះសម្រាប់ថ្ងៃទី2បាទគឺប្រព័ន្ធមាន់ឆ្លាតវៃសម្រាប់បងប្អូនដែលមានពេលវេលាទំនេរអាចចំប្រព័ន្ធឆ្លាតវៃដោយយើងរៀបចំប្រព័ន្ធទឹកដោយមិនបាច់ផ្លាស់ប្ដូរទី2មិនបាច់កើបលិមូបាទផ្ដល់ចំណីអាចអាស្រ័យយើងចង់បាន10ឬក៏មួយខែម្ដងកន្លះខែម្ដងបាទយើងអាចរៀបចំបាននេះគឺជាប្រព័ន្ធមាន់ឆ្លាតវៃចុះឈ្មោះម្នាក់ខ្ញុំបង្រៀនម្នាក់ហើយថ្ងៃទី3គឺចំណេញផលិតសាប៊ូលាងចានបោកអាវដុសខ្លួនកក់សក់និងទឹកក្រអូបហើយមានសម្ភារៈផ្គត់ផ្គង់គ្រប់បែបយ៉ាងហើយចំណែកថ្ងៃទី4ជាជំនាញផលិតមេជីពិសេសបាទមេជីពិសេសនឹងផលិតទាំងមេជីទឹកជីគោកមេអកងល់មេថ្នាំបដិសរ៉ាត់និងចំណីសត្វគ្រប់ប្រភេទបាទដោយឡែកនៅថ្ងៃទី5បាទជាជំនាញផលិតវ៉ាក់សាំងធម្មជាតិហើយវ៉ាក់សាំងនេះខ្ញុំកំពុងតែប្រើជាង20ឆ្នាំមកហើយដែលខ្ញុំមិនទាន់ផ្សព្វផ្សាយនឹងការបណ្ដុះបណ្ដាលទេតែទើបតែការប្រើប្រាស់នេះគ្មានបញ្ហាកើតឡើងទទួលបាននូវប្រសិទ្ធភាពបាទការផ្គត់ផ្គង់កូនមាន់គឺមិនមានការបាត់បង់ឲ្យតែអនុវត្តតាមវិធីសាស្ត្ររបស់ខ្ញុំអញ្ចឹងវ៉ាក់សាំងធម្មជាតិនេះគឺយើងបង្រៀនកសិករឲ្យចេះ3មុខ VSN VSB VSOM និងមេជីវៈសុវត្ថិភាពបាទ BHM បាទហើយនៅឆ្នាំសម្រាប់មេរោគបែបភូកាធម្មជាតិដោយឡែកនៅថ្ងៃទី6ជាកម្មវិធីត្រីវិលបញ្ច្រាស់ចូលភពដើមបាទយើងចិញ្ចឹមមិនបាច់ផ្លាស់ប្ដូរទឹកហើយយើងគ្រាន់តែប្រើប្រាស់ប្រព័ន្ធចំណីស្វ័យប្រវត្តិគឺបងប្អូនអាចចិញ្ចឹមបានហើយចំណាយពេលតែ10ទៅ15នាទីក្នុងមួយថ្ងៃដោយឡែកថ្ងៃទី7ជាជំនាញចិញ្ចឹមពពែបាទពពែនេះគឺប្រើប្រាស់ឲ្យបងប្អូនយល់ពីការរៀបចំគ្រប់គ្រងថែទាំរៀបចំទីតាំងផលិតចំណីព្យាបាលជំងឺនិងចៅភាសាហើយទី8គឺជំនាញនៃការចិញ្ចឹមជ្រូកទាំងជ្រូកព្រៃបាទជ្រូកកដុរទាំងជ្រូកឧស្សាហកម្មទាំងជ្រូកពាក់កណ្ដាលឧស្សាហកម្មនិងជ្រូកបែបលក្ខណៈគ្រួសារតើបង្កើតបែបណាខ្លះហើយអ្នកបងប្អូនដែលមានលទ្ធភាពណាអាចចិញ្ចឹមគ្រួសារលទ្ធភាពណាអាចចិញ្ចឹមឧស្សាហកម្មដោយឡែកនៅថ្ងៃទី9បាទការចិញ្ចឹមគោដោយឡែកនៅថ្ងៃទី10បាទគឺជាជំនាញចិញ្ចឹមពោះច័ន្ទល្មមបាទពោះច័ន្ទល្មមក៏ជាទីផ្សារមួយដែលយើងកំពុងតែ
បណ្ដុះបណ្ដាលឡើងដើម្បីគ្រប់គ្រងពស់ដោយសារសត្វព្រៃសពថ្ងៃគឺអស់ហើយយើងពឹងផ្អែកតែបងប្អូនចេះប្រមូលសត្វនៅក្នុងព្រៃដើម្បីបង្កើតជាពូជបណ្ដុះជាកូនផលិតជាសាច់ដើម្បីគ្រប់គ្រងលើទីផ្សាររបស់យើងបាទហើយយើងអាចយល់ពីការចិញ្ចឹមពស់នេះបានតែឡើងថ្ងៃទី11និងទី12ជាជំនាញដាំដំណាំហូបផ្លែដាំបន្លែបាទការដាំបន្លែនេះដំណាំនេះបណ្ដុះបណ្ដាលកសិករឲ្យយល់អំពីរបៀបនៃការផលិតជីទឹកជីគោកថ្នាំអរិយសល្អិតរបៀបប្រើប្រាស់ជីឲ្យចំគោលដៅនិងផលិតជីដោយខ្លួនឯងបាទដើម្បីកាត់បន្ថយថ្លៃដើមជាពិសេសរបៀបនៃការព្យាបាលជំងឺនិងបង្កាត់ពូជដំណាំដាំតំបន់ទឹកលិចបាទបើទឹកយើងលិចយើងត្រូវដាំដំណាំប្រភេទណាបើយើងទីតាំងដាំបន្លែមិនកើតតើយើងត្រូវកែច្នៃទីតាំងបែបណាដើម្បីដាំបន្លែបាទអញ្ចឹងបងប្អូនចូលរួមវគ្គសិក្សារយៈពេល2ថ្ងៃដោយឡែកនៅថ្ងៃទី13ជាជំនាញចិញ្ចឹមឃ្មុំ Apis mellifera បាទឃ្មុំនេះគឺយើងចិញ្ចឹមដើម្បីប្រមូលយកទឹកឃ្មុំលំអងឃ្មុំបាទនឹងក្រមូលដើម្បីគ្រប់គ្រងលើទីផ្សារនិងទឹកដោះឃ្មុំបាទបង្រៀនកសិករឲ្យចេះពីរបៀបនៃការបង្កើតស្រេចឃ្មុំនិងរៀបចំទីតាំងនិងព្យាបាលជំងឺដោយឡែកនៅថ្ងៃទី14ជាជំនាញបង្កាត់ពូជភ្ញាស់កន្ធាយបាទពូជភ្ញាស់កន្ធាយបងប្អូនរៀនដើម្បីបង្កើតអាជីវកម្មក៏ដូចជាគ្រប់គ្រងគោលវិធីក្នុងស្រុករបស់យើងនិងទី15ជាជំនាញថ្ងៃសៅរ៍បាទជាឯកទេសចិញ្ចឹមទាយកពងហើយទាយកពងសំលើកទឹកចិត្តឲ្យបងប្អូនពុកម៉ែចូលរួមទាំងអស់គ្នាដើម្បីបង្កើតអាជីវកម្មសមិទ្ធផលក្នុងស្រុករបស់យើងព្រោះទាយកពងជាមុខរបរមួយដែលយើងមិនអាចខានបានទេហើយជាមុខរបរមួយដែលមានស្ថិរភាពក្នុងការបង្កើតនូវប្រាក់ចំណូលដោយឡែកនៅថ្ងៃទី16ចាប់ថ្ងៃអាទិត្យជាទាកប៉ាដោយឡែកនៅថ្ងៃទី17ជាជំនាញចិញ្ចឹមនិងបង្កាត់ពូជភ្ញាស់អន្ទង់បងប្អូនដែលមានអារម្មណ៍អាចតាក់ទងមកខ្ញុំបានផ្ទាល់នៅលើអាស័យដ្ឋានរបស់សាលាយើងដែលមានស្ថិតនៅភូមិកណ្ដាលភូមិមន្ទីរដៃស្រុកគៀនស្វាយខេត្តកណ្ដាលបណ្ដោយផ្លូវជាតិលេខ1បងប្អូនមកពីភ្នំពេញពោះសាលាភូមិមន្ទីរដៃ250ម៉ែត្របត់ស្ដាំចូល60ម៉ែត្របត់ឆ្វេង250ម៉ែត្រនៅខាងស្ដាំដៃឃើញហើយសាលាកសិករក្តីសង្ឃឹមបាទឬក៏បងប្អូនតាក់ទងតាមទូរស័ព្ទខ្ញុំផ្ទាល់តែម្ដង085បាទ7 4ដើម65 085 7 4ដើម65និង067 7 4ដើម65 067 7 4ដើម65និងប្រព័ន្ធ Smart 016 52 53 59បាទ016 52 53 59និងប្រព័ន្ធ Telegram 012 900 755បាទ012 900 755បាទអរគុណលោកគ្រូដែលបានផ្ដល់ទាំងកម្មវិធីសិក្សាក៏ដូចជាអ្វីដែលសាលាមានផ្ដល់ដល់ទូរទស្សនិកជនដែលកំពុងតាមដានទស្សនាហើយប្រសិនបើលោកស្រីនាងកញ្ញាជាពិសេសគឺពលករកម្មវិធីរំលឹកឲ្យរំលឹកទៀតពលករដែលទើបវិលត្រឡប់មកពីក្រៅប្រទេសចង់បានចំណេះជំនាញពិតប្រាកដដើម្បីយកទៅអភិវឌ្ឍខ្លួនរួមជាមួយនឹងមានចំណេះដឹងដើម្បីយកទៅអភិវឌ្ឍផងនៅនោះបំភ្លេចសាលាកសិករក្តីសង្ឃឹមផ្ដល់ជូននៅចំណេះជំនាញយ៉ាងពិតប្រាកដជូនដល់បងប្អូនប្រជាពលរដ្ឋកម្មវិធីក៏បានឈានចូលដល់ទីបញ្ចប់ក៏សូមលំអរកាយគោរពលាវិលវិញបាត់ជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានៅម៉ោងដដែលបាទសូមអរគុណ